សាទតាមមាត់ធំនិងប្រាសាទតាមមាត់តូចកសាងឡើងដោយខ្មែរសូមចៅសៀមឈប់ពង្វេងប្រវត្តិសាស្ត្រទៅសែនណានឹកជីវិនយោធាដែលប្រឹងពុះវារក្សាទឹកដីស៊ូទ្រាំលំបាំងតស៊ូក្នុងព្រៃការពារទឹកដីគេពីដូនតាចំណែងចោសៀមឆ្លៀនពៀនមិនខ្វល់រិះរកល្បិចកលដើម្បីប្រហាឆ្លៀនពៀនទាំងដីប្រាសាទសីឡាមានព្រះវិហារនឹងតាក្របីអភូមិព្រៃច័ន្ទនឹងប្រាសាទណាតាមនផងណាតានាងខំអ្វីបានជាបំផ្លាញស្ទើរគ្មានសល់អ្វីចង់បានមុំបីយកទៅត្រួតត្រាទឹកដីមួយនេះមិនអោយអ្នកណាយោធាប្រាប់ថាចងចាំឲ្យច្បាស់វរាំងកងតបខ្មែរអងអាចណាស់ទាំងក្មេងទាំងចាស់ឥតខ្លាចមរណាព្រៃច័ន្ទនឹងប្រាសាទណាតាមនផងណាតានាងខំអ្វីបានជាបំផ្លាញស្ទើរគ្មានសល់អ្វីចង់បានមុំបីយកទៅត្រួតត្រាទឹកដីមួយនេះមិនអោយអ្នកណាយោធាប្រាប់ថាចង់ចាំឲ្យច្បាស់វារាំងកងទ័ពខ្មែរអងអាចណាស់សច្ចាយ៉ាងច្បាស់យោ